សួស្តីហើយក៏សូមគោរពទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងមួយដែលចង់យកមកបកស្រាយសម្រាយឲ្យបងប្អូនទស្សនាស្ដាប់កំសាន្តលេងទាំងអស់គ្នាតោះមុននឹងចូលសាច់រឿងរបស់យើងសូមបងប្អូនជួយចុច Subscribe ហើយដាក់សញ្ញារូបកណ្ដឹងនោះលោកអ្នកនឹងទទួលបានវីដេអូថ្មីៗនិងការសម្រាយរឿងថ្មីៗជារៀងរាល់ថ្ងៃទាំងអស់គ្នាតោះ Let's goពេលមួយនោះតួអង្គប្រុសរបស់យើងក៏បានជប់ចេញជាបរិសមួយដែលមានសាច់ដុំធំតែនារីម្នាក់ទៀតគឺគាត់បានជប់ចេញជាបរិសសាច់ដុំធំចំនួន2នាក់នៅពេលនោះគាត់ក៏បានបូកចូលគ្នាហើយក៏បានចេញជាបរិសមួយដែលមានឈ្មោះថា Spider-Man នៅពេលនោះតួអង្គ Spider-Man របស់យើងក៏បានបាញ់យុទ្ធសាស្ត្រទៅកាន់បរិសម្នាក់ទៀតដែលកំពុងរត់ចូលមកកាន់ខ្លួនហើយក៏មិនបងអង្គយូរបរិសតូចរបស់យើងក៏បានរត់លើយុទ្ធសាស្ត្ររបស់ Spider-Man នៅពេលនោះក៏បានស្វ័យ Spider-Man ឲ្យដួលសន្លប់បាត់ឈឹងពេលនោះនារីម្នាក់ក៏បានជប់ឲ្យចេញជា Spider-Man ពណ៌សហើយមានធំជាមុនទៅទៀតរីឯបរិសមេតូចរបស់យើងគឺពិតជាទូចខ្លាំងមែនតើនៅពេលនោះបរិសមេតូចរបស់យើងក៏បានហោះឡើងទៅលើដើម្បីប្រយុទ្ធជាមួយបរិស Spider-Man មានធំរបស់យើងពេលនោះតួអង្គប្រុសដ៏តូចរបស់យើងក៏បានដួលសន្លប់នៅពេលនោះ Spider-Man ក៏បាញ់យុទ្ធសាស្ត្រទៅកាន់បរិសមេតូចរបស់យើងធ្វើឲ្យសន្លប់បាត់ស្មារតីឈឹងពេលនោះតួឯកប្រុសរបស់យើងក៏បានយុទ្ធសាស្ត្រឲ្យចេញបរិសមេតូចរបស់យើងឲ្យចេញជា Superman មេតូចហើយដែលមានកម្លាំងខ្លាំងដែលអាចទប់ទល់ជាមួយ Spider-Man ដ៏មានធំរបស់យើងឲ្យដួលសន្លប់ដេកទៅនឹងដីដោយជោគជ័យនៅពេលនោះនារីរបស់យើងក៏បានអន់ចិត្តខ្លាំងមែនទែនហើយអ្នកឈ្នះគឺជាបុរសទាំងពីរនាក់នេះ